ក្មេងអ្នកដែលកាត់ទាំងខ្ញុំដេញតន្តើមនំស៊ីតែញយស្បែកជើងទុកនៅមុខផ្ទះអ្នកដែលហ៊ាននៅប្រហែងវាច្បាំងជាសយហៅបើមិនតែមានលុយច្រើនបំផុតគឺត្រឹម500តែឃើញមុខញយនៅកន្លែងស៊ីផឹកគីឡូទុំលប់មកគេដេកនៅពីយប់មកហើយងើបធ្វើការឡើងតាំងនៅពីព្រឹកទុំលប់ខ្ញុំដេកចិត្តភ្លឺហើយភ្ញាក់ថ្ងៃត្រង់ពុនខ្លួនឡើងស្ពឹកបើភ្នែកពួកមកចាំមុខផ្ទះសិតតែសេរីដាវស៊ីផឹកលើកដាច់កាត់ដល់បានផឹកសើចពេលខ្ញុំមិនលុយផឹកកបពេលខ្ញុំអត់លុយផឹកកបកដាទៀនស្រែកច្រៀងណែណាពេលគេថាថ្លង់ខ្ញុំក៏សើចឃើញស្រីស្អាតខ្ញុំក៏សើចស្រីបកក្រខ្ញុំក៏សើចពឹងរវឹងខ្ញុំដើរលេលើអត់ការងារធ្វើសាប់តែលឺសូទាត់ឆ្កែមួយជើងលេងទុកចង្កាហាត់ប្រានបាយឆ្អែតបបួលក្មេងលេងឈូងជើងសតម្ព្រួងក្បាលសុកនៅតែដីចាក់ធុងបះរំតាមខ្នល់គេជីមកដល់សុំអង្គៀងបច្ច័យសុំបានលុយយកទិញស្រាផឹកទិញថងច្រកទឹកទុកគប់ស្អីឪគេដេញវាយកលន់មាត់ថាប់ក្មេងអ្នកដែលកាត់ទាំងខ្ញុំដេញតន្តើមនំស៊ីតែញយស្បែកជើងទុកនៅមុខផ្ទះអ្នកដែលហ៊ាននៅប្រហែងវាច្បាំងជាសយហៅបើមិនតែមានលុយច្រើនបំផុតគឺត្រឹម500តែឃើញមុខញយនៅកន្លែងស៊ីផឹកគីឡូទុំលប់មកគេដេកនៅពីយប់មកហើយងើបធ្វើការឡើងតាំងនៅពីព្រឹកទុំលប់ខ្ញុំដេកចិត្តភ្លឺហើយភ្ញាក់ថ្ងៃត្រង់ពុនខ្លួនឡើងស្ពឹកបើភ្នែកពួកមកចាំមុខផ្ទះសិតតែសេរីដាវស៊ីផឹកលើកដាច់កាត់ដល់បានផឹកសើចពេលខ្ញុំមិនលុយផឹកកបពេលខ្ញុំអត់លុយផឹកកបកដាទៀនស្រែកច្រៀងណែណាពេលគេថាថ្លង់ខ្ញុំក៏សើចឃើញស្រីស្អាតខ្ញុំក៏សើចស្រីបកក្រខ្ញុំក៏សើចពឹងរវឹងខ្ញុំដើរលេលើអត់ការងារធ្វើសាប់តែលឺសូទាត់ឆ្កែមួយជើងលេងទុកចង្កាហាត់ប្រានបាយឆ្អែតបបួលក្មេងលេងឈូងជើងសតម្ព្រួងក្បាលសុកនៅតែដីចាក់ធុងបះរំតាមខ្នល់គេជីមកដល់សុំអង្គៀងបច្ច័យសុំបានលុយយកទិញស្រាផឹកទិញថងច្រកទឹកទុកគប់ស្អីឪគេដេញវាយកលន់មាត់ថាប់